មុនមើលមានមួយខែសន្យាចោលមិនតែមានការពិតម្ដងណាទេនេះជានយោបាយប្រជាពិធដ្ឋហេតើពីអាហ្នឹងមកហ្នឹងនិយាយហ្នឹងមកលោកដល់តែពេលនេះពួកបងប្អូនខ្ញុំមកដើម្បីតរងបងលោកកឹមសុខាចេញពីព្រោះអីគាត់ប្រើនយោបាយបោកប្រាស់គាត់ឲ្យខ្ញុំជាសកម្មជនមួយរូបដែលក្នុងបកសង្គ្រោះជាតិប៉ុន្តែគាត់បែរជាបោកប្រាស់របស់ខ្ញុំឲ្យតំណែងនេះតំណែងនោះបោកប្រាស់និយាយថាមួយខែ 40000 ប៉ុន្តែគ្មានបានរៀលទេនៅពេលនេះពួកខ្ញុំមកហើយនៅស្អីបន្តទៀតពួកខ្ញុំនឹងឲ្យនិយាយតែខ្ញុំមកទៀតដើម្បីមកយកទៀមជា 40000 លោកឯងមិនត្រូវមកសួរចឹងទេពួកលោកកឹមសុខាទៅឲ្យលុយជាណាគេគឺអាកឹមសុខាហ្នឹងមើលគឺមកជំនឿទៅហើយគណៈបកសង្គ្រោះជាតិអីដល់លោកកឹមសុខាទាំងអស់គ្នាចេញទៅលោកសោះនេះក៏ចេញទៅបងទៅមានទាំងមកលោកឯងនោះសូម្បីអនុប្រធានរដ្ឋសភាក៏ដល់ចេញទៅលោកកឹមសុខាលោកចេញទៅអត់ជំនឿទៅហើយដល់លោកកឹមសុខាចេញទៀតទៅអស់ហើយលោកទៅលោកកឹមសុខាបោកប្រាស់យូរហើយ36 ឆ្នាំហើយគេអភិវឌ្ឍលោកបណ្ដាល